បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទសូមធ្វើការបង្ហាញពីហាងសាច់អាំងបែបអឺរ៉ុបបងប្អូនណាប្រហែលជាបងប្អូនមួយចំនួនក៏បានស្គាល់ហើយតែការខ្ញុំធ្វើនេះមកគាត់នឹងជួយណែនាំឲ្យបងប្អូនដែរគាត់មិនទាន់បានចូលឬស្គាល់បងប្អូនបាទនិយាយទៅមកហូបគាត់គឺមានច្រើនមុខបងប្អូនមានសាច់អាំងច្រើនប្រភេទដូចជាសាច់គោសាច់ជ្រូកសាច់មាន់សាច់ត្រីបងប្អូនហើយក៏មានគ្រឿងសមុទ្រមួយចំនួនដែរបងប្អូនគ្រឿងសមុទ្រដូចជា oyster បង្គាហើយសម្រាប់មុខម្ហូបជាច្រើនទៀតដែលមានលក្ខណៈជា buffet បងប្អូនហើយសម្រាប់អ្នកបងប្អូនចូលចិត្តបែបជាបន្លែលក្ខណៈញោមក៏អាចនេះដែរបងប្អូនដោយសារតែមុខម្ហូបគាត់ធ្វើមកមានភាពស្អាតល្អរសជាតិឆ្ងាញ់បូករួមនឹងបរិយាកាសនៅហាងគឺនេះបងប្អូនហើយជាពិសេសនោះគឺ oyster គាត់មានសភាពស្រស់ល្អបងប្អូនហើយ salmon បញ្ចឹងដែរបងប្អូនបើ steak គាត់វិញគឺគាត់ធ្វើការអាំងបងប្អូនអាំងក្តៅៗលើកមកហើយលក្ខណៈជាជុំបងប្អូនមានវែងលើកមកសាច់ជ្រូកអាំងក៏មានសាច់គោអាំងក៏មានសាច់ចៀមក៏មានហើយហាំក៏វែងក៏មានបងប្អូនហើយគេហៅថាបូកគោក៏មានណាបងប្អូនហើយក៏អរគុណដល់បងប្អូនដែរតែគ្រប់គ្រងតែ share comment នៅក្នុងវីដេអូទាំង Facebook ទាំង TikTok ទាំង YouTube បងប្អូនអរគុណដែលតែគ្រប់គ្រងដល់វីដេអូដែលខ្ញុំបានធ្វើបទបង្ហាញនេះបងប្អូនសូមអរគុណទាំងអស់គ្នាបងប្អូនអញ្ចឹងបងប្អូនអើយតួនាទីឱសថខាងខ្ញុំគឺដុតរំលាយជាតិខ្លាញ់បដិញ្ញជាតិពុលព្យាបាលរោគទាំង16មុខនៅក្នុងសរីរាង្គបងប្អូនទាំងមូលចាសម្រាប់អ្នកធាត់មិនថាប្រុសស្រីក្មេងចាស់ទេបងប្អូនឥឡូវនេះគឺច្រើនមែនតើធាត់ហើយពិបាកដេកដើរឈរអង្គុយធាត់ហើយពិបាកដកដង្ហើមចាខ្លាញ់ហ្នឹងគឺវាធ្វើឲ្យប្រកបប្រការទៅជាមេរោគដកគេហៅដកដុំគីសទៅជាពកកឈឺក្បាលជាប្រចាំថប់ដង្ហើមចាស្បែកហ្នឹងគឺស្អាប់យកហ្មងបងប្អូនហើយជើងយើងនេះជង្គង់យើងហ្នឹងគឺទន់អស់ហើយអ្នកថតកុំថាសុខភាពល្អបងប្អូនមករថ្នាំខ្ញុំច្រើនដល់ពេលអញ្ចឹងគាត់ប្រាប់ថាខ្ញុំធាត់ប៉ុន្តែជើងខ្ញុំគឺទន់អស់ហើយជង្គង់ខ្ញុំនឹងគ្មានកម្លាំងទេចាគេងអត់បានពិបាកបត់ជើងចាបើស្រីវិញឈានទៅដល់ថាអត់វាខូចស្បែកកោសិកាខាងក្នុងវាខូចគ្រឿងក្នុងវាធ្វើឲ្យស្ត្រីអត់មករដូវចាស្បែកនិយាយវាថាស្អាប់ខ្មៅមុខឡើងជាំចា